យើងកំពុងរស់នៅក្នុងយុគសម័យនៃល្បឿនគ្រាន់តែវាពាក្យក្នុងប្រអប់ស្វែងរកចម្លើយនឹងលេខឡើងក្នុងរយៈពេល0.1វិនាទីសម្រាប់យើងដែលសំនឹងល្បឿន5ក៏អ្វីដែលពិបាកត្រាំបំផុតគឺការរងចាំហេតុដូច្នេះហើយនៅពេលដែលព្រះជាម្ចាស់មានបន្ទូលថាជួររងចាំយូរឆ្លើយថាពេលវេលារបស់យើងមិនទាន់មកដល់ទេយើងច្រើនតែយល់ច្រឡំថាជាកាបដិសេធយើងមានអារម្មណ៍ថប់បារម្ភនៅពេលដែលអ្វីមិនស្របតាមការគណនានិងទិន្នន័យរបស់យើងនៅក្នុងពិធីអាពាហ៍ពិពាហ៍នៅភូមិកាណាស្ថានភាពអាសិនមួយបានកើតឡើងស្រែទំពេងបាយជូរបានអស់នៅក្នុងសង្គមលូដានេសម័យនោះការខ្វះស្រែទំពេងបាយជូរក្នុងពិធីជប់លៀងមិនមែនគ្រាន់តែជាកំហុសឆ្គងប៉ុណ្ណោះទេប៉ុន្តែគឺជាការអាម៉ាស់ដល់វង្សត្រកូលម៉ារីដែលកំពុងប្រញាប់ប្រញាល់បានសូមឲ្យព្រះយេស៊ូវជួយប៉ុន្តែចម្លើយរបស់ព្រះអង្គហាក់ដូចជាត្រជាក់ស្រជុំយ៉ាងស្មានមិនដល់ថាពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេយូហាន2:4នៅក្នុងគ្រាដ៏គួរឲ្យច្របល់ច្របល់ដែលផែនការរបស់គាត់ហាក់ដូចជាត្រូវបានដេសេសតាម៉ារីមានប្រតិកម្មយ៉ាងដូចចម្ដេះគាត់មិនបានប្រើខវិជ្ជារបស់ខ្លួនដើម្បីចែកអំពីគុំលែតនៃពេលវេលានោះទេផ្ទុយទៅវិញគាត់បានប្រាប់អ្នកបម្រើថាអ្វីក៏ដោយដែលលោកបង្កប់ជួធ្វើតាមចុះពាក្យថាធ្វើនៅក្នុងភាសាក្រិកនៅទីនេះគឺ poyo វាមិនមែនគ្រាន់តែជាការងក់ក្បាលយកព្រមនោះទេប៉ុន្តែវាមានន័យថាសកម្មភាពជាក់ស្ដែងដែលបង្កើតជាផលវាមានន័យថាជាជំហាននៃការជឿជាក់ជាក់ស្ដែងដោយផ្អែកលើការទុកចិត្តលើឋានៈរបស់ព្រះអង្គទោះបីជាបញ្ញារបស់យើងមិនយកក៏ដោយតាមពិតទៅមានព្រឹត្តិការណ៍មួយដែលបានយកឈ្នះលើការគណនារបស់យើងយ៉ាងល្អឥតខ្ចោះបំផុតនោះគឺឆឆ្កាំងយោងតាមទិន្នន័យនៃពិភពលោកការដែលព្រះមេស៊ីត្រូវបានគេដំដាយគោលលើឆឆ្កាំងរហូតដល់សោយទីវង្គតគឺជាបរិជ័យនិងជាការអាម៉ាស់ប៉ុន្តែព្រះជាម្ចាស់បានប្រទានព្រះបុត្រារបស់ទ្រង់នៅពេលវេលាដែលត្រឹមត្រូវបំផុតនិងតាមវិធីដ៏មានអំណាចបំផុតព្រះយេស៊ូវបានជ្រើសរើសការស្ដាប់បង្គាប់ Poyo យ៉ាងពេញលេញដោយមានបន្ទូលថាសូមកុំតាមចិត្តទូបង្គំឡាយសូមបានតាមប្រហែលតែទ្រង់វិញហើយការស្ដាប់បង្គាប់នោះត្រូវបានសម្រេចតាមរយៈអពុទ្ធហេតុនេះការមានប្រជជនមករស់ឡើងវិញដែលបានទម្លុះទម្លែសេចក្តីស្លាប់ការរស់ឡើងវិញបង្ហាញយើងថាពេលវេលារបស់ព្រះជាម្ចាស់តែងតែត្រឹមត្រូវជាងការគណនារបស់យើងជានិច្ចបងប្អូនជាទីស្រឡាញ់តើស្រែទំពេញបាយជូរនៅក្នុងពិធីចប់លៀងនៃជីវិតរបស់អ្នកអស់ហើយនៅតែអ្នកមានអារម្មណ៍ថប់បារម្ភដោយសារផែនការត្រូវបានដេសេធឬមានអារម្មណ៍ថានៅយឺតជាងល្បឿននៃពិភពលោកនេះមែនទេជំនួសឲ្យការព្យាយាមស្វែងយល់ចូលជ្រើសរើសការទុកចិត្តជួបប្រកាន់ខ្ជាប់នៅភាពស្មោះត្រង់របស់ទ្រង់ដែលបានលះបង់ព្រះជន្មសម្រាប់អ្នកជាងលទ្ធភាពដែលទិន្នន័យប្រាប់អ្នកយើងមិនធ្វើសកម្មភាពដោយសារយើងយល់នោះទេប៉ុន្តែយើងធ្វើសកម្មភាពដោយសារយើងទុកចិត្តហើយនៅពេលនោះទឹកធម្មតានៃជីវិតយើងនឹងប្រែទៅជាស្រែទំពេញបាយជូរនៃសេចក្តីអំណរសូមឲ្យអ្នកមានថ្ងៃដ៏ក្លាហានមួយដោយធ្វើតាម Poyo នៅអ្វីដែលព្រះអម្ចាស់មានបន្ទូលមកកាន់អ្នកនៅក្នុងជីវិតរបស់អ្នក